រឿងក្របីបណ្ឌិតបង្រៀនចចកល្ងងខ្លៅកាលពីព្រេងនាយមានក្របីមួយក្បាលឈ្មោះថាខណីដែលរស់នៅក្បែរមាត់ទន្លេនៅក្នុងព្រៃជ្រៅខណីមិនត្រឹមតែជាសត្វពាហនៈដ៏ធំសម្បើមនិងមានកម្លាំងខ្លាំងពូកែប៉ុណ្ណោះទេតែថែមទាំងល្បីល្បាញពេញទាំងព្រៃថាជាក្របីបណ្ឌិតគេល្បីថាខណីចេះដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដោយប្រាជ្ញាដ៏ល្អឯកហើយតែងតែជួយដាស់តឿនសត្វដទៃឲ្យជៀសផុតពីគ្រោះថ្នាក់ផ្សេងៗនៅព្រៃក្បែរនោះក៏មានចចកមួយក្បាលឈ្មោះថាអាខាវជាសត្វដែលល្ងងផងនិងលោភលន់ផងហើយថែមទាំងមានមហិច្ឆតាគិតថាខ្លួនវាគឺឆ្លាតជាងគេបង្អស់ទៀតផងវាតែងតែសម្លឹងមើលទៅខណីដោយមានចិត្តច្រណែននិងឃ្លានចង់ស៊ីសាច់ក្របីណាស់អាខាវគិតថាសត្វក្របីនេះធំមែនតែវាចិត្តស្លូតត្រង់វាមិនដឹងថាអញនេះជាចចកដ៏មានល្បិចកលអាចបោកបញ្ឆោតវាបានយ៉ាងងាយស្រួលនោះទេថ្ងៃមួយអាខាវឃើញខណីកំពុងដេកផ្អែកគល់ឈើយ៉ាងស្រួលស្ថិតនៅឯមាត់ទន្លេខណីកំពុងគិតពិចារណាដោយភាពស្ងប់ស្ងាត់អាខាវដឹងថាខ្លួនមិនអាចវាយផ្ទាល់បានទេក៏សម្រេចចិត្តប្រើល្បិចដើម្បីបោកប្រាស់ដោយពាក្យសម្ដីអាខាវដើរចេញពីកំពតព្រៃធ្វើរឹកពីដូចជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ហើយក៏ចាប់ផ្ដើមនិយាយឡើងថាណែក្របីល្ងងតើឯងកំពុងដេកគិតពីអ្វីឯងជាសត្វដែលកើតមកមានតួនាទីត្រឹមតែអូសទាញរទេះហើយនឹងស៊ីស្មៅមិនដែលមានប្រាជ្ញាឯណាទេឯងមិនដែលដឹងពីពិភពខាងក្រៅដ៏សែនសម្បូរបែបនោះទេគឺមានតែឯងទេដែលជាចចកបណ្ឌិតអាចយល់ពីអ្វីៗទាំងអស់ក្នុងលោកនេះចំណែកឯខណីក៏បានបើកភ្នែកធំសម្លឹងទៅអាខាវដោយទឹកមុខញញឹមហើយក៏បាននិយាយតបទៅវិញថាណែលោកចចកបណ្ឌិតអញ្ជើញអង្គុយចុះបើលោកពិតជាបណ្ឌិតមែនជួយមេត្តាបង្រៀនខ្ញុំផងខ្ញុំជាក្របីពិតជាត្រូវការអ្នកចេះដឹងដូចលោកណាស់អាខាវក៏ឡើងចិត្តណាស់ព្រោះគិតថាខណីនេះវាពិតជាក្របីខ្លាចខ្លួនមែនដោយឃើញខណីទទួលរាបសារអាខាវវាក៏កាន់តែវារឹកវាដឹងថាខ្លួនមិនអាចស៊ីខណីឥឡូវបានទេដូច្នេះត្រូវបោកឲ្យខណីធ្វើអ្វីមួយដែលនាំឲ្យខណីចុះខ្សោយសិនណែក្របីល្ងងដើម្បីឲ្យឯងបានក្លាយជាសត្វដែលមានបុណ្យវាសនាឯងត្រូវតែធ្វើពិធីមួយអាខាវនិយាយដោយមើងម៉ាត់ពិធីនេះតម្រូវឲ្យឯងទៅរកគល់ឈើដែលមានអាយុ1000ឆ្នាំនៅជ្រលងភ្នំឯណោះហើយក៏នាំមកទីនេះដើម្បីដុតវាបូជាគល់ឈើនោះធំនិងមានទម្ងន់ធ្ងន់ខ្លាំងណាស់តែបើឯងអាចលើកវាបាននោះឯងនឹងមានប្រាជ្ញាដូចជាអញខណីក៏ដឹងភ្លាមថាវាជាល្បិចព្រោះគល់ឈើអាយុ1000ឆ្នាំមិនអាចលើកបានដោយសត្វតែមួយក្បាលនោះទេតែខណីក៏មិនបានបដិសេធឡើយ
ô lục cho cho bình đất lúc miên prạch nhá bật mền tại nhóm mình đại khơi cô chờ một bọn nám bị môn mọc tề ta lục cho ai từ bằng hành nhóm bàn tế hãy đâm bay ở nhóm miền cầm lăng lược nút nhóm trời ca xài môn à cúng xâm ra tròn bìa à khái lại tiếng âm nốt hà xài môn à cung bị nghi ná ánh dốc bài rồi bỏ ánh từ thua chiếc xài từ bài rồi bỏ cho bằng đất ai chó rồi bỏ ngôn bàn à khái con ta chọn oi khả nấy bỏ bài luôn ánh oi chọc rồi khả nấy co nhờ nhấm đôi như vậy thà nơi lột cho chó nhóm mình hiền bỏ bài lộ mình đất anh thì tái nhóm khơi tùm phụ đáy đo răng mòm đài mà chạc nhóm tục trao nơi cái bài xài lột mình đất chuối tây dọc vía hai thua chiếc xài cổ vật mình đất oi nhóm phòng à khái có rốt tây dọc tùm phụ đại nụ về từ đó khả nấy thua chỉ chui dọc tùm phụ đáy nụ một hái có pra cầm lăng snánh nâng trường rồi bọc luốn bọt bán tùm phụ nụ oi khái từ chiếc nọ đại mùi lột cho chó ní chiếc nọ môn à cùng lột vẹo vìa đầm bấy băng hang bạch nhà nâng cầm lăng át thề riết rồi bọc lột sân môn nâng nhóm prao vì tròn cô chờ à khá có ổn á rút cất hà nọ ní chiếc krương lùm ò việc có ai khả nấy bẹ nọ đại nút nơi lơ cần chẳng có rồi bỏ vìa khả nấy các bạn đọc nọ nút dần này đòi bằng vờ đại nút cho khnia vừa ao cho chó miến cầm lặng nâng rớ luôn rồi khả nấy các bạn thì dây tăng sai thá này lột cho chó xôm lột nơi chám tròn nè nhóm nâng từ giọt cô chơ một bọn nám mơ một khả nấy các bạn đài trình tử hai cò tục ác há nơi tròn nụ viết không prăng rư bầm rá mình rui o rồi dạ bế bay dục bay ngày rồi hột đo cho nụ scom luôn nâng đừng thật luôn cứ trời bàn cổ bấy bao mình cháo bình hời bên top pi ác hảo rụt rối pi nọ đài đòi miền sạt đợt tấy chui đỏ vỉa viết con miền chất khăn nâng khả nấy khăn nè tái mình hiền trầu từ ví tòa tề ác há nơi tại kịch há rạch nhà rồi bọc luôn nơi tại snét khả này miền ngày mối ác ha đào từ đó khả này hái khơi khả nấy công pong tại đây si smile dạng sửa nếu ai vừa xài rồi bóp cả xe cò mà nè này khả nấy ánh bật chích lạt mền đại bọc anh rướng nó đại nụ ác hái có chạp đà mị giấy đang xâm đấy tuần plồn tại bên ní ánh ban đọc hưởng nơi cầm nọc drop a hà đò thông xâm báo mùi hời miền sách miền ẩn nâng lai thử ngánh bên tài nâng tài ánh mình ai dọc về trên một bán tài mình để ái nửa tề lúc nét anh trời ca oi ánh chui anh khả nấy có ba nị dây to bình thà nếu lông cho bằng đất nhầm mình chọn bán công nộp trọp nụ tề nhóm con tài trong đằng thá công nộp trọp bật bật con rồi bỏ lột cho chọn nốt tao viết cứ chia ở vậy từ ác há có slide đào hía tật một hà công nộp trọp bật bật con nốt cứ chia à hà
Vía thật nơi khang krám cô chơ thòng muối, nơi cái bái ô ai nọ. Ánh trâu pra cầm lăng snai rồi bỏ ánh, từ rư cô chơ nút ai bàn. Tam bất, khá con tại đấng thá, miền sầm bọc quần đò thòng muối, nơi krám cô chơ nì. Hãy trong ai khả nấy, rư cô chơ nút, rối luôn có si cần đo từng óc tai mà nè anh. Khả nấy đăng tha khảo, vì lộp lốn trong ban sạch sạch tội tối coi dùi bồm. Ú kế còn nòm khnia từ đó cô chơ thòng nụ. Cô chơ nụ miên tùm hùm thống, hãy trâu bàn đọc đòi vò rùm bót răng nàn. Khả nấy ba nì dây thà, né lột cho chó, cô chơ ní ngôn nà. Bậc nhóm rơ về rối, nhóm khai thảo vía đua sân cọt nhóm. Hái nị dây đòi ẩn tè xa thá. Nếu anh công khai ấy, anh có ta pra snánh, rơ muối trong hiện từ. Nhóm nâng chui tục quá tầng nì. Khả nấy có chạp đàm pra cầm lăng snánh đốc lăng rồi bọc luôn. Đầm mây rối cô chơ nổ chanh. Hái có chạp tiền quá, rùm cô chơ nút, đòi cầm lăng tăng pràn. Đầm mấy công ai vò rồi bột. Ví rít ta tiên khlang tử, rùa kịch hà vò tầng ní, nâng chui tục cô chớ mình ỏi đùa. Phần tái ở vây tay hà mình bàn đằng nút, cứ vò tầng nút, chia vòi chứt, đá khả này bàn mơ khởi môn. Nước bê đai hà tiền vò tầng nút, liệt sân thắng cầm lăng. Rối khả này có đọ snai chành liềm. Cô chơ thống, có đúa có lạp từ trong hiến mặt hàng. Đòi xa hảo, bàn tiền vó tăng đúc dân nét bị luôn. Hai cô chơ, có bàn có lạp từ mặt hàng. Vòi dư tăng nút, có tiết trở lọp một vĩnh dân lươn. Hai cô bì từ bác luôn rồi bỏ hảo dân khăn. Rồi hốt đo cho trọ nút, tiết từ bà nâng mê chữ, bài bộ bù món, nâng chữ sư tại đạch trò. Trong nái ai khả nấy, có bá nị dây thà. Nếu hà ới, nị hái cứ chia cầm nọc tróp ra bỏ anh, cứ phiếp chư cháp nâng mê riêng. Phiếp ọt mốt, phiếp slot trắng, nâng ca kết vệnh ngái cứ chia pra nhà Phật. Bần địch bất, cứ nét đa mình lộp lồn. Trong bán trong này hả, tèng đẹp lịch luôn, bác đôi chia ai nít nụ lời. Rí hảo, có bán đây đọ đằng họ, miền cầm láng tèng cào trồ. Khả nấy ban đà từ chết, rút đi dây tèng ăn nật tiệt hà. Nè hảo ơi, ánh tay tại kịch hà luôn anh lạc. Tại anh prao prạch nhà nút, đâm bấy là bấy cỏ, nâng cá bom plàng. Ánh kịch hà ảnh, anh bọc bình cháo nẹ đợt tây bàn. Tại cà bất, ánh ban bọc bình cháo luôn anh. Bần địch bật ra cót, mình mến trên nẹ miền mò lõ, trẻ uốn, rứ miền cầm lăng khlang bù ca chiên kế đồ tì. Bần địch bất, cứ nẹ đã trẻ pra thôn thiến, tại miền nút, đói hiệp lạc với nâng ọt một. Đối chia mình trả bọc nhóm, cột pra nhóm đâm bay chùa sài. Hai dương có tự tùa bán, nơi Paul ông có bò rì phốt đang ọt nìa. Ní chia prạch nhà rùa. Ai miền thmánh, miền là bách, tại ánh miền prạch nhá nơi khổng chật. Ánh chia diêm xin nhận đại thống chiêng anh, hai ti bầm hót, ánh chanh luôn ánh.
ដោយសារតែភាពលោភលន់របស់ឯងអាខៅវាក៏នៅស្ងៀមព្រោះទទួលស្គាល់នៅការពិតទាំងអស់នោះវាដឹងថាខណីមិនដែលព្យាយាមធ្វើបាបវាទេតែគ្រាន់តែបង្រៀនវាឲ្យស្គាល់ពីតម្លៃនៃប្រាជ្ញានិងភាពអត់ធ្មត់អាខៅក៏បានលូនចេញពីកន្លែងនោះហើយរត់ត្រឡប់ទៅក្នុងព្រៃដ៏ជ្រៅវិញដោយមានភាពអៀនខ្មាស់នឹងការជឿចាប់តាំងពីពេលនោះមកអាខៅមិនហ៊ានចេញមកអួតអាងឬព្យាយាមបោកបញ្ឆោតសត្វណាទៀតឡើយជាពិសេសគឺក្របីខណីជាក្របីបណ្ឌិតក៏នៅតែបន្តរស់នៅដោយសុខសាន្តដោយដឹងថាប្រាជ្ញាគឺជាអាវុធដ៏មុតថ្លាដែលអាចការពារខ្លួនបានដោយមិនចាំបាច់ប្រើកម្លាំងបាយនោះទេរឿងនេះបង្ហាញថាភាពល្ងង់ខ្លៅដែលលាយឡំដោយការលោភលន់និងអំនួតតែងតែនាំមកនូវមហន្តរាយដល់ខ្លួនឯងប្រាជ្ញាពិតមិនមែនស្ថិតនៅលើពាក្យសម្ដីអួតអាងនោះទេតែស្ថិតនៅលើការពិចារណាបានល្អិតល្អន់ភាពអត់ធ្មត់និងការចេះប្រើប្រាស់ធនធានឲ្យត្រូវតាមកលៈទេសៈរឿងចៅរាជសីហ៍រៀនចេះពីស្រមោចកាលពីព្រេងនាយក្នុងព្រៃហេមពាន្តដ៏ធំល្វឹងល្វើយដែលពោរពេញទៅដោយសត្វព្រៃកម្រនិងធម្មជាតិដ៏សែនស្រស់បំព្រងមានស្ដេចសីហៈមួយអង្គគង់នៅគ្រប់គ្រងសព្វសត្វទាំងពួងស្ដេចសីហៈអង្គនេះមានបុត្រមួយអង្គនាមថាចៅរាជសីហ៍មានកម្លាំងកាយខ្លាំងដូចបិតាតែមានអត្តចរិតក្រអឺតក្រអោងវេរឹកពៀនិងមើងងាយសត្វតូចខ្លាំងណាស់ខ្លួនគេគិតថាគ្រប់យ៉ាងក្នុងលោកនេះអាចសម្រេចទៅបានដោយសារតែកម្លាំងនិងក្រញាំដ៏មុតស្រួចប៉ុណ្ណោះនៅពេលដែលសត្វដទៃទៀតនាំគ្នាប្រមូលស្បៀងអាហារចៅរាជសីហ៍តែងសើចចំអកថាអញគ្រាន់តែប្រើក្រញាំបោចផ្លែឈើបន្តិចឬបន្លាយសត្វឲ្យរត់មកអញគឺអាចឆ្អែតហើយមិនចាំបាច់ប្រឹងរែកពុនដោយជាពួកអស់ឯងនេះទេនៅថ្ងៃមួយស្ដេចសីហៈជាបិតាបានហៅចៅរាជសីហ៍មកជិតហើយទ្រង់មានបន្ទូលថាណែកូនអើយឥឡូវនេះកូនមានវ័យគ្រប់គ្រាន់ហើយបិតាចង់សាកល្បងប្រាជ្ញានិងការអត់ធ្មត់របស់កូនមុននឹងប្រគល់នៅរាជបល្ល័ង្កនេះឲ្យចៅរាជសីហ៍អរណាស់ហើយតបសម្ដីខ្ទរខ្ទាថាកូនសូមទទួលគ្រប់ការសាកល្បងទាំងអស់ទោះបីជាត្រូវបំបាក់ភ្នំថ្មឬរែកដើមឈើទាំងមូលក៏កូនអាចធ្វើបានដែរស្ដេចសីហៈក៏ញញឹមហើយចង្អុលទៅស្លឹកឈូកមួយផ្ទាំងដែលមានទឹកសន្សើមគ្រាប់តូចថ្លាឆ្វេងមួយដំណក់នៅចំកណ្ដាលកូនត្រូវនាំយកនៅទឹកសន្សើមមួយដំណក់នេះមកដាក់ក្នុងភាជន៍មាសរបស់បិតាដែលស្ថិតនៅចំកណ្ដាលរូងភ្នំដោយមិនឲ្យកំពប់ឬខូចខាតសូម្បីបន្តិចឡើយចៅរាជសីហ៍ក៏ឆ្ងល់ព្រោះវាជាកិច្ចការងាយស្រួលបំផុតខ្លួនក៏ស្ទុះទៅប្រើចុងក្រញាំដ៏ធំរបស់ខ្លួនលូកទៅច្បាមទឹកសន្សើមនោះតែដោយកម្លាំងជ្រុលហួសហេតុនិងក្រញាំដ៏ធំរបស់នោះពេលប៉ះចំស្លឹកឈូកគ្រាប់សន្សើម
ក៏ខ្ចាយអស់ទៅលើដីចៅរាជសីហ៍ខឹងខ្លួនឯងក៏ប្រើមាត់ព្យាយាមបៀមតែដោយសារគ្រាប់សន្សើមតូចពេកមិនទាន់បៀមបានស្រួលបួលក៏ស្រូបចូលបំពង់កបាត់អស់ទៅគេព្យាយាមម្ដងហើយម្ដងទៀតមួយថ្ងៃហើយមួយថ្ងៃទៀតតែមិនអាចនាំយកទឹកសន្សើមមួយដំណក់នោះមកដល់រូងភ្នំដោយសុវត្ថិភាពបានឡើយកម្លាំងកាយដ៏ធំសម្បើមរបស់គេគឺឥតប្រយោជន៍ចំពោះកិច្ចការតូចល្អិតនេះសោះគេចាប់ផ្ដើមអស់សង្ឃឹមនិងខឹងសម្បារយ៉ាងខ្លាំងស្ដេចសីហៈទតឃើញបុត្រអស់សង្ឃឹមក៏មានបន្ទូលយ៉ាងទន់ភ្លន់ថាកូនចូលទៅស្វែងរកសត្វដែលតូចបំផុតនៅក្នុងព្រៃនេះហើយក៏រៀនសូត្រពីវាប្រហែលជាវាអាចនឹងបង្រៀនកូនពីអ្វីដែលកម្លាំងកាយមិនអាចបង្រៀនបានចៅរាជសីហ៍ហាក់មិនជឿត្រចៀកខ្លួនឯងប៉ុន្តែដោយក្តីសង្ឃឹមនិងគោរពបិតាគេក៏ធ្វើដំណើរទៅតាមព្រៃស្ងាត់ដើម្បីស្វែងរកសត្វតូចបំផុតនៅទីបំផុតគេក៏ប្រទះឃើញនៅស្រមោចមួយក្រុមធំដែលកំពុងតែមមាញឹកធ្វើការយ៉ាងឧស្សាហ៍ពួកវាខ្នះខ្នែងទាំងយប់ទាំងថ្ងៃរែកពុនគ្រាប់ស្រូវធំជាងខ្លួន10 ដងយកទៅកាន់សម្បុករបស់ពួកវាចៅរាជសីហ៍ដើរចូលទៅជិតសម្បុកស្រមោចហើយក៏បានស្រែកហៅថាណែពួកស្រមោចតូចអ្នកណាមួយជាមេកើយចេញមកជួបអញឥឡូវស្រមោចចាស់មួយដែលមានមេធំជាងគេបន្តិចតែនៅតែតូចជាងក្រចកជើងរាជសីហ៍ទៅទៀតក៏ចេញមកដោយក្តីគោរពហើយវាចាថាបបិទ្ធចៅរាជសីហ៍ខ្ញុំបាទឈ្មោះស្រមោចគ្រូជាអ្នកដឹកនាំនៅទីនេះតើមានរឿងអ្វីសូមទ្រង់បន្ទូលមកចុះចៅរាជសីហ៍និយាយទាំងមើលងាយថាអញបានបរាជ័យក្នុងការដឹកនាំយកទឹកសន្សើមមួយដំណក់បិតាអញឲ្យមករៀនពីពួកឯងដែលជាសត្វឥតប្រយោជន៍តើពួកឯងអាចបង្រៀនអញអំពីរបៀបកាន់ទឹកសន្សើមយ៉ាងម៉េចរីសម័យគ្រូមិនខឹងនឹងសម្ដីមើលងាយនោះឡើយតែបែរជាអញ្ជើញចៅរាជសីហ៍ឲ្យអង្គុយហើយទស្សនាកិច្ចការរបស់ពួកគេស្រមោចគ្រូបានពន្យល់ថាបបិទ្ធចៅរាជសីហ៍កម្លាំងកាយទ្រង់ខ្លាំងមែនតែចិត្តរបស់ទ្រង់គឺច្របូកច្របល់និងខ្វះការអត់ធ្មត់សូមទ្រង់ទតមើលស្រមោចមួយក្បាលមិនអាចរែកពុនគ្រាប់ស្រូវបានទេតែនៅពេលដែលយើងដើរជាជួរត្រង់ដែលមានវិន័យច្បាស់លាស់ហើយស្រមោច2 ឬ 3 ក្បាលព្រមគ្នាលើកគ្រាប់ស្រូវតែមួយតើយើងអាចធ្វើបានដែរឬទេស្រមោចគ្រូក៏បង្ហាញភ្លាមដោយស្រមោចតូច3 ក្បាលបាននាំគ្នាសហការលើកគ្រាប់ស្រូវមួយដែលធំជាងខ្លួនឯងច្រើនដងហើយលើកវាទាំងញាប់ជើងនិងលឿនរហ័សឆ្ពោះទៅកាន់សម្បុកស្រមោចគ្រូវិលមកនិយាយទៀតថានេះគឺជាកម្លាំងសាមគ្គីភាពកើនឡើងពីវិន័យក្នុងការដើរជាជួរនិងភាពអត់ធ្មត់ក្នុងការធ្វើដំណើរដោយសន្សឹម
ចៅរាជសីហ៍ប្រើកម្លាំងបោកបក់តែយើងប្រើការតស៊ូនិងការប្រមូលផ្ដុំកម្លាំងចិត្តស្រមោចគ្រូក៏ប្រាប់ទៅចៅរាជសីហ៍ថាឥឡូវនេះសូមទ្រង់សាកល្បងអនុវត្តនៅវិន័យនិងការអត់ធ្មត់នេះស្រមោចគ្រូក៏យកដើមស្រូវមួយតងតូចលាតត្រដាងនៅលើគល់ឈើមួយដើមដែលមានភាពរអិលខ្លាំងរួចក៏ដាក់គ្រាប់ធូលីដីមួយគ្រាប់ដែលតូចស្ទើរមើលមិនឃើញទៅលើដើមស្រូវនោះស្រមោចគ្រូនិយាយថាទ្រង់ត្រូវតែប្រើតែចុងច្រមុះរបស់ទ្រង់តែប៉ុណ្ណោះហើយរុញគ្រាប់ធូលីដីនោះពីចុងដើមស្រូវម្ខាងទៅដាក់ចុងម្ខាងទៀតដោយមិនឲ្យវាធ្លាក់ឡើយចៅរាជសីហ៍ហួសចិត្តហើយរអ៊ូថាគ្រាន់តែរុញគ្រាប់ធូលីដីប៉ុណ្ណឹងហេតុអ្វីត្រូវប្រើច្រមុះដ៏ធំរបស់អញគេក៏ចាប់ផ្ដើមធ្វើតាមការណែនាំពេលយកច្រមុះប៉ះចំគ្រាប់ធូលីដីវាក៏រអិលធ្លាក់ចុះមកដីភ្លាមព្រោះតែរាជសីហ៍ប្រើកម្លាំងជ្រុលគេព្យាយាមរុញវាម្ដងហើយម្ដងទៀតតែក៏បរាជ័យរាប់សិបដងគេក៏ចាប់ផ្ដើមខឹងជើងក៏ចាប់ផ្ដើមធាក់ទាត់ដីស្រមោចគ្រូក៏និយាយដោយសំឡេងថាចៅរាជសីហ៍ការខឹងសម្បាគឺគ្រាន់តែជាការខ្ជះខ្ជាយកម្លាំងប៉ុណ្ណោះនៅពេលដែលទ្រង់ខឹងការផ្ចិតផ្ចង់របស់ទ្រង់ក៏បាត់ទៅចូលទ្រង់ចង់ស្មារតីរបស់ទ្រង់ទៅលើតែរឿងមួយគត់គឺការប៉ះដោយថ្នមនិងការរុញដោយសន្សឹមចៅរាជសីហ៍ក៏ស្ងប់អារម្មណ៍ហើយរំលឹកដល់ភាពអត់ធ្មត់និងវិន័យរបស់ពួកស្រមោចគេក៏បដូរអារម្មណ៍រួចចាប់ផ្ដើមរុញគ្រាប់ធូលីនោះម្ដងទៀតដោយប្រើកម្លាំងត្រឹមតែប៉ុន្មានភាគរយនៃកម្លាំងសរុបរបស់ខ្លួនគេប្រើចុងច្រមុះដ៏ទន់ថ្នមរុញគ្រាប់ធូលីដីនោះទៅមុខមួយជំហានម្ដងហើយនៅទីបំផុតគេក៏រុញគ្រាប់ធូលីដីនោះដល់ចុងដើមស្រូវម្ខាងដោយជោគជ័យចៅរាជសីហ៍សប្បាយចិត្តជាខ្លាំងហើយក៏យល់ពីមេរៀនទាំងអស់គេបានដឹងថាការសម្រេចកិច្ចការតូចតាចតម្រូវឲ្យមានភាពផ្ចិតផ្ចង់ខ្ពស់ជាងកិច្ចការធំទៅទៀតចៅរាជសីហ៍គេក៏លែងមើលងាយពួកស្រមោចហើយអរគុណដល់ស្រមោចគ្រូគេក៏បានវិលត្រឡប់ទៅជួបបិតារបស់គេវិញលើកនេះគេមិនប្រើក្រញាំឬមាត់ទៀតទេគេបានទៅដល់ស្លឹកឈូកហើយអង្គុយមើលទឹកសន្សើមនោះដោយផ្ចិតផ្ចង់បំផុតរួចគេក៏យកស្លឹកឈូកតូចមួយផ្សេងទៀតដោយប្រើក្រញាំរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្នបំផុតហើយយកវាទៅត្រងទឹកសន្សើមនោះដោយមិនឲ្យវាប្រេះស្រាំសូម្បីតែបន្តិចបន្ទាប់មកគេក៏ប្រើភាពអត់ធ្មត់ដើរដោយសន្សំរួចត្រឡប់មករូងភ្នំហើយចាក់ទឹកសន្សើមមួយដំណក់នោះចូលទៅក្នុងភាជន៍មាសរបស់បិតាដោយជោគជ័យរីឯស្ដេចសីហៈទ្រង់ក៏ញញឹមហើយមានព្រះបន្ទូលថាឥឡូវនេះកូនមិនត្រឹមតែមានកម្លាំងកាយប៉ុណ្ណោះទេថែមទាំងមានកម្លាំងចិត្តផងដែរកូនបានរៀនពីសត្វតូចដែលតូចបំផុតអំពីសេចក្តីអត់ធ្មត់វិន័យនិងភាពឧស្សាហ៍ព្យាយាមសត្វតូចប្រមូលគ្នាធ្វើកិច្ចការធំបាន
ចុះតម្រាំសត្វធំរស់នៅជាមួយគ្នាដោយសាមគ្គីតើអ្វីទៅដែលយើងមិនអាចធ្វើបានចាប់តាំងពីពេលនោះមកចៅរាជសីហ៍បានក្លាយជាស្ដេចសីហៈថ្មីដែលមានប្រាជ្ញានិងគុណធម៌ក្នុងចិត្តគេលែងក្រអឺតក្រអោងហើយតែងតែយកចិត្តទុកដាក់ចំពោះសត្វតូចៗទាំងអស់នៅក្នុងអាណាចក្ររបស់គេបានចងចាំជានិច្ចនៅមេរៀនរបស់ពួកស្រមោចថាកម្លាំងកាយអាចខ្លាំងតែមួយពេលតែសាមគ្គីនិងភាពឧស្សាហ៍ព្យាយាមគឺជាកម្លាំងដ៏រឹងមាំជានិរន្តរ៍គតិអប់រំកុំមើលងាយអ្នកតូចតាចព្រោះពួកគេអាចមានចំណេះដឹងឬភាពខ្លាំងដែលយើងនឹកស្មានមិនដល់ភាពអត់ធ្មត់វិន័យនិងសេចក្តីឧស្សាហ៍ព្យាយាមគឺមានតម្លៃខ្ពស់ជាងកម្លាំងកាយទៅទៀតក្នុងការសម្រេចកិច្ចការទាំងឡាយសាមគ្គីភាពនាំមកនូវភាពខ្លាំងរឿងវិមានក្រោមបាតទន្លេមេគង្គកាលពីព្រេងនាយមានរឿងដំណាលថានៅក្បែរមាត់ទន្លេមេគង្គដ៏ធំល្វឹងល្វើយក្នុងភូមិមួយឈ្មោះថាភូមិអន្លង់រតនៈមានបុរសម្នាក់ឈ្មោះគ្រឿនជាអ្នកនេសាទដ៏ចំណានប៉ុន្តែមានជីវភាពក្រីក្រលំបាកគ្រឿនជាក្មេងកំព្រាដែលធំដឹងក្តីដោយសារតែទន្លេមេគង្គគាត់មានតែចិត្តស្មោះត្រង់ឧស្សាហ៍ព្យាយាមនិងការគោរពដ៏ជ្រាលជ្រៅចំពោះទន្លេដែលជាប្រភពនៃជីវិតរបស់គាត់មិនថាពេលមានខ្យល់ព្យុះឬថ្ងៃក្តៅយ៉ាងណាក៏គ្រឿនមិនដែលហ៊ានបន្ទោសទន្លេឡើយតែងតែបួងសួងសុំសេចក្តីសុខជានិច្ចនៅរដូវវស្សាដ៏ធំមួយទឹកទន្លេបានជន់ឡើងខ្លាំងហូរគំហុកគួរឲ្យខ្លាចគ្រប់អ្នកនេសាទបានឈប់សំចតអស់ហើយតែគ្រឿនដោយសារតែអស់ស្បៀងទើបសម្រេចចិត្តចុះទូកចាស់របស់គាត់ចេញទៅនេសាទទាំងយប់ពេលកំពុងបាយសំណាញ់ស្រាប់តែមានរន្ទះបាញ់ចុះមកជិតទូកគាត់បង្កជាពន្លឺភ្លឺព្រាតហើយគ្រឿនក៏មានអារម្មណ៍ថាសំណាញ់របស់គាត់ជាប់នឹងវត្ថុធ្ងន់សន្ធឹកសន្ធាប់ណាស់គាត់ខំប្រឹងទាញឡើងទាំងកម្លាំងកាយចិត្តដោយខ្លាចបាត់សំណាញ់តែមួយគត់របស់គាត់ពេលទាញមកដល់មាត់ទូកគ្រឿនក៏ស្រឡាំងកាំងភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្វីដែលជាប់ក្នុងសំណាញ់មិនមែនជាត្រីធំឬឈើអណ្ដែតនោះទេតែជាពស់ថ្លាន់មួយក្បាលដ៏ធំសម្បើមមានសម្បុរភ្លឺភ្លេកដូចពេជ្រមានក្បាលធំសម្បើមនិងមានត្រឹបកំពុងលូនចេញពីក្បាលពស់ថ្លាន់នោះមិនមែនជាសត្វពស់ធម្មតាទេតែជានាគដែលកំពុងជាប់សំណាញ់នាគនោះហាក់ដូចជាចង់គេចចេញណាស់តែជាប់សំណាញ់យ៉ាងណែនដោយឃើញនាគនោះកំពុងរងទុក្ខគ្រឿនមិនបានគិតដល់ចង់ចាប់យកទៅលក់ដើម្បីបានប្រាក់កាសឡើយតែផ្ទុយទៅវិញគាត់បាននិយាយទៅកាន់នាគដោយសំឡេងទន់ភ្លន់ថាអូលោកម្ចាស់នាគអើយសូមលោកកុំព្រួយព្រះទ័យឡើយខ្ញុំនឹងដោះលែងលោកភ្លាមគ្រឿនបានយកកាំបិតមុតរបស់គាត់យកមកកាត់សំណាញ់ម្ដងមួយសរសៃដោយមិនឲ្យមុតស្បែកនាគបន្តិចណាសោះនៅពេលសំណាញ់ដាច់ទាំងស្រុងនាគក៏បានងើបក្បាលឡើងមើលមកគ្រឿនដោយភ្នែកមូលក្រឡង់មួយសន្ទុះ
រួចក៏មុជចូលទៅក្នុងទឹកជ្រៅបាត់ទៅដែលបន្សល់ទុកតែក្លិនក្រអូបឈ្ងុយឈ្ងប់និងជញ្ជាំងមួយផ្ទាំងដែលធ្វើអំពីកែវដ៏ល្អគ្រឿនបានយកជញ្ជីងកែវនោះទុកហើយត្រឡប់ទៅផ្ទះវិញទាំងដៃទទេតែគាត់មានអារម្មណ៍រីករាយក្នុងចិត្តដោយសារបានធ្វើបុណ្យជួយជីវិតនាគ3ថ្ងៃក្រោយមកគ្រឿនបានដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងសុបិនគាត់បានឮសំឡេងស្រីស្រស់ពីរោះល្វើយខ្សឹបប្រាប់ថាណែចៅគ្រឿនគុណបុណ្យរបស់បងព្រះបិតាខ្ញុំជ្រាបហើយសូមបងចុះមកតាមជញ្ជីងកែវនេះមកកាន់វិមានខ្ញុំនៅក្រោមបាតទន្លេគ្រឿនក៏មានការភ្ញាក់ផ្អើលរួចក៏នឹកឆ្ងល់តែពេលមើលទៅជញ្ជីងកែវវាក៏បញ្ចេញពន្លឺពណ៌មាសយ៉ាងត្រចះត្រចង់គ្រឿនសម្រេចចិត្តតាមការណាត់គាត់កាន់ជញ្ជីងកែវនោះលោតចូលទៅក្នុងទន្លេនៅកន្លែងដែលគាត់បានជួយនាគជំនួសឲ្យការលង់ទឹកគ្រឿនក៏មានអារម្មណ៍ថាមានកម្លាំងដ៏អាថ៌កំបាំងបានទាញគាត់ចុះទៅក្រោមយ៉ាងលឿនតែគាត់អាចដកដង្ហើមបានដោយធម្មតាពេលគាត់បើកភ្នែកឡើងពិភពលោកមួយទៀតក៏លេចឡើងនៅពីមុខគាត់វាជាអាណាចក្រដែលតុបតែងដោយកែវនិងត្បូងពេជ្រចម្រុះពណ៌រុក្ខជាតិក្នុងទឹកបញ្ចេញពន្លឺភ្លឺចែងចាំងត្រីធំហែចុះឡើងដូចហ្វូងសត្វស្លាបហើយនៅចំកណ្ដាលពិភពដ៏អស្ចារ្យនោះមានវិមានដ៏ធំសម្បើមមួយដែលសាងអំពីកែវសុទ្ធសាធវិមាននោះមានកំពូលស្រួចត្រដាងឡើងទៅលើហាក់បីដូចជាកំពូលប្រាសាទអង្គរវត្តអញ្ចឹងចំណែកឯជញ្ជាំងដែលធ្វើពីកែវចាំងផ្លាតពន្លឺរាប់ពាន់ពណ៌ធ្វើឲ្យទឹកទន្លេដែលហូរកាត់ប្រែជាពណ៌ឥន្ទ្រនូនេះហើយជាវិមានក្រោមបាតទន្លេមេគង្គគ្រឿនត្រូវបានណែនាំឲ្យទៅជួបព្រះបាទភុជង្គនាគរាជដែលជាស្ដេចនាគនិងជាព្រះបិតានៃនាគដែលគ្រឿនបានជួយនាគដែលគ្រឿនបានជួយនោះគឺជាបុត្រីនាគនាងតារានាងតារាមានសម្ផស្សស្រស់ស្អាតលើសពីស្រីណាក្នុងលោកាមានសក់ពណ៌ខ្មៅដោយពពកភ្លៀងនិងភ្នែកដោយត្បូងកណ្ដៀងព្រះបាទភុជង្គនាគរាជក៏បានស្វាគមន៍គ្រឿនដោយក្តីគោរពនៃចៅជាមនុស្សស្មោះត្រង់អ្នកបានជួយជីវិតកូនស្រីដ៏ជាទីស្រឡាញ់របស់យើងហើយអ្នកមិនបានទាមទារអ្វីតបស្នងឡើយយើងដឹងថាអ្នកមានចិត្តបរិសុទ្ធលើសពីមាសប្រាក់ទាំងអស់ព្រះអង្គបានសាកល្បងគ្រឿនដោយផ្ដល់ជម្រើសពីរទី1ព្រះអង្គនឹងប្រទានមាសប្រាក់ត្បូងពេជ្រចំនួន7រទេះដែលអាចឲ្យគ្រឿនក្លាយជាស្ដេចក្រាញ់នៅលើដីគោកបានរីឯទី2ព្រះអង្គនឹងប្រទានពរជ័យដ៏អាថ៌កំបាំងមួយដែលមិនមែនជាទ្រព្យសម្បត្តិនោះឡើយគ្រឿនក៏បានលុតជង្គង់ចុះហើយនិយាយតបដោយសំឡេងទន់ភ្លន់ថាបបិទ្ធព្រះអង្គម្ចាស់នាគទ្រព្យសម្បត្តិជាការល្បួងប៉ុន្តែចិត្តស្មោះនិងទឹកទន្លេមេគង្គបានចិញ្ចឹមជីវិតទូបង្គំតាំងពីតូចមកទូបង្គំមិនចង់បានមាសប្រាក់អ្វីឡើយសូមព្រះអង្គទ្រង់ប្រទានពរជ័យទី2គឺសូមឲ្យទន្លេមេគង្គមានទឹកថ្លាត្រជាក់ជានិច្ចផ្ដល់នូវផលត្រីបង្កង
ដល់ប្រជាជនក្រីក្រក្នុងភូមិទូបង្គំហើយក៏សូមឲ្យវិញ្ញាណទន្លេមេគង្គការពារយើងទាំងអស់គ្នាព្រះបាទភុជង្គអ្នកក្រាចទ្រង់ក៏ញញឹមពេញព្រះទ័យព្រះអង្គមានព្រះបន្ទូលថាចិត្តដែលគិតពីអ្នកដទៃគឺជាទ្រព្យសម្បត្តិដ៏ពិតប្រាកដអ្នកសមនឹងទទួលបានអ្វីដែលលើសពីពរជ័យទាំងពីរនេះទៅទៀតបន្ទាប់មកព្រះអង្គក៏ប្រទានបុត្រីរបស់ព្រះអង្គគឺនាងតារាឲ្យរៀបអភិសេកជាមួយនឹងគ្រឿននាងតារាបានទទួលយកសេចក្តីស្រឡាញ់របស់គ្រឿនដោយក្តីរីករាយព្រោះនាងបានឃើញពីភាពស្មោះត្រង់នៅក្នុងកាយភ្នែករបស់គ្រឿននិងតារាបានរស់នៅក្នុងវិមានកែវអស់រយៈពេលមួយសប្តាហ៍ដែលប្រៀបដូចជាការរស់នៅក្នុងឋានសួគ៌នៅពេលដែលគ្រឿនត្រឡប់ទៅភូមិវិញនាងតារាបានប្រគល់អង្កាំកែវមួយគ្រាប់ទៅដល់គាត់ហើយបាននិយាយប្រាប់ថាអង្កាំនេះនឹងការពារទន្លេមេគង្គនៅក្បែរភូមិបងឲ្យតែបងនៅតែគោរពទន្លេនឹងមិនរីងស្ងួតហើយភូមិមិនលងរតនៈនឹងមានសេចក្តីសុខរហូតតទៅគ្រឿនបានលាព្រះមេត្តាបិតាហើយក៏ត្រឡប់មកដល់ភូមិមិនលងរតនៈវិញចាប់ពីពេលនោះមកទោះបីគ្រឿននៅតែបន្តធ្វើជាអ្នកនេសាទក៏ដោយតែគាត់តែងតែមានអង្កាំកែវនោះនៅជាប់ខ្លួនជានិច្ចភូមិមិនលងរតនៈក៏បានប្រែក្លាយទៅជាភូមិដែលសម្បូរសប្បាយត្រីសាច់បង្កងមិនដែលរីងស្ងួតឡើយប្រជាជននៅក្នុងភូមិនាំគ្នាគោរពទន្លេមេគង្គកាន់តែខ្លាំងដោយដឹងថាទន្លេនេះមិនមែនត្រឹមតែជាប្រភពទឹកនោះទេតែជាទីឋានដ៏អាថ៌កំបាំងដែលមានស្ដេចនាគមានមហិទ្ធិឫទ្ធិរងចាំមនុស្សដែលមានចិត្តស្មោះត្រង់គ្រឿនមិនមែនក្លាយជាស្ដេចដោយសារមាសប្រាក់ទេតែជាស្ដេចដែលគ្រប់គ្រងដោយសេចក្តីស្រឡាញ់និងការគោរពចំពោះទន្លេហើយទន្លេមេគង្គនៅតែបន្តហូរដោយលាក់ទុកនៅវិមានកែវដ៏ត្រចះត្រចង់របស់ស្ដេចនាគនិងរឿងរ៉ាវនៃបុរសនេសាទដ៏ស្មោះត្រង់ម្នាក់ទុកជាអាចកំបាំងជារៀងរហូតមករឿងស្ដេចក្អែកនិងព្រះនាងសត្វតូចកាលពីព្រេងនាយនៅឯនគរព្រៃហេមពាន្តដ៏ធំទូលាយដែលសម្បូរទៅដោយសត្វតូចធំជាច្រើនមានស្ដេចសត្វមួយអង្គទ្រង់ព្រះនាមថាព្រះបាទកវ័នដែលជាស្ដេចក្អែកព្រះអង្គទ្រង់គ្រងរាជ្យលើសត្វស្លាបទាំងអស់ជាពិសេសត្រកូលក្អែកដែលមានរោមខ្មៅរលោងហើយសម្បូរទៅដោយបញ្ញាឆ្លៀសវៃក្នុងការស្វែងរកនៅចំណីក៏ប៉ុន្តែព្រះបាទកវ័នមាននៅមហាមេនះនឹងការមើលងាយចំពោះសត្វដទៃជាពិសេសសត្វដែលគ្មានស្លាបឬសត្វដែលរស់នៅតែនៅលើដើមឈើដូចជាពួកសត្វតូចជាដើមក្នុងចំណោមសត្វតូចទាំងអស់មានព្រះនាងមួយអង្គព្រះនាមចន្ទ្រាប្រែថាដូចជាព្រះច័ន្ទដែលជាបុត្រីស្ដេចតូចរបស់ព្រះបាទកោធិរតព្រះនាងចន្ទ្រាមានរូបឆោមពណ៌ស្រស់ស្អាតលើសលប់មានរោមពណ៌ទឹកមាសទន់ភ្លន់មានកិរិយាមារយាទសមសួនទាំងមានព្រះទ័យសប្បុរសធម៌និងមានជំនាញក្នុងការប្រើឱសថបុរាណជួយសត្វក្នុងព្រៃសូរសៀងទ្រង់ត្រាស់ពោលពាក្យពីរោះល្វើយដូចជាភ្លេងលាក់ហើយកាយយកខ្លួន
ពីមេឃមួយទៅមេឃមួយរបស់ព្រះនាងគឺប្រៀបដូចជាសួគ៌ដែលគួរឲ្យចាប់អារម្មណ៍មានថ្ងៃមួយព្រះបាទកវណ្ណបានហោះទៅដល់ព្រៃមួយដែលព្រះនាងចន្ទ្រាកំពុងលេងជាមួយមិត្តភក្តិពេលទាត់ឃើញនៅរូបឆោមរបស់ព្រះនាងភ្លាមស្ដេចក្អែកក៏ចាប់ចិត្តលងស្នេហ៍ភ្លាមមួយរំពេចព្រះអង្គមិនដែលឃើញថាមានសត្វណាដែលមានភាពទាក់ទាញដល់ម្លាំងនោះទេចាប់ពីពេលនោះមកភាពមានអ្នករបស់ស្ដេចក្អែកក៏លែងមានន័យហើយសេចក្តីស្នេហាក៏កើតមានឡើងគ្រុឌដណ្ដប់ទៅលើព្រះតីទាំងស្រុងព្រះបាទកវណ្ណបានប្រើសត្វស្លាបជាច្រើននាំសារទៅទូលស្ដេចតូចសូមរៀបអភិសេកជាមួយព្រះនាងចន្ទ្រារីឯព្រះបាទកោធិរតទ្រង់ក៏ជ្រាបច្បាស់ពីចរិតមហាមេនះរបស់ស្ដេចក្អែកទោះបីជាមានអំណាចយ៉ាងណាក្តីក៏ព្រះអង្គមិនចង់ឲ្យបុត្រីដ៏ជាទីស្រឡាញ់របស់ព្រះអង្គទៅរស់នៅជាមួយស្ដេចដែលមានចិត្តងងឹតងងល់និងមើលងាយគេឯងនោះទេព្រះអង្គក៏យាងទៅគង់នៅមុខស្ដេចក្អែកហើយមានព្រះបន្ទូលដោយសម្ដីដ៏ទន់ភ្លន់មុតមាំថាណែព្រះបាទកវណ្ណបុត្រីយើងចន្ទ្រាគឺជារតនៈនៃព្រៃនេះរោមរបស់ព្រះអង្គខ្មៅងងឹតប្រៀបដូចជាព្រះតីរបស់ព្រះអង្គដែលពោពេញទៅដោយអំនួតបើយើងអនុញ្ញាតឲ្យព្រះអង្គបានរៀបអភិសេកជាមួយបុត្រីយើងព្រះអង្គត្រូវបំពេញនៅលក្ខខណ្ឌដ៏ធំមួយសិនលក្ខខណ្ឌនោះព្រះអង្គត្រូវតែរែកឈូកកែវមរកតដែលរីកតែនៅក្នុងបាឡាអាងងឹតនៃភ្នំគិរីរម្យហើយត្រូវនាំមកជូនយើងព្រះអង្គត្រូវតែធ្វើឲ្យរោមខ្មៅងងឹតរបស់ព្រះអង្គប្រែក្លាយជាសភ្លឺថ្លាដូចជាពន្លឺព្រះអាទិត្យដើម្បីបង្ហាញព្រះតីរបស់ព្រះអង្គលែងមានភាពមេនះនិងងងឹតងងល់ទៀតហើយរីឯព្រះបាទកវណ្ណទ្រង់ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងរោមខ្មៅងងឹតគឺជានិមិត្តសញ្ញានៃអំបូររបស់ព្រះអង្គតាំងពីបុរាណមកម្ល៉េះតើធ្វើម្ដេចនឹងអាចប្រែក្លាយវាបានតែដោយសារក្តីស្រឡាញ់ចំពោះព្រះនាងចន្ទ្រាព្រះអង្គក៏ទទួលយកនៅលក្ខខណ្ឌទាំងអស់នោះស្ដេចក្អែកក៏បានចាប់ផ្ដើមដំណើរព្រះអង្គបានហោះហើរអស់ពេលជាច្រើនខែទៅកាន់ភ្នំគិរីរម្យការស្វែងរកឈូកកែវមរកតគឺមានភាពលំបាកខ្លាំងណាស់ព្រោះក្អែកជាសត្វមានសំឡេងឮហើយមិនសូវពូកែក្នុងការលបចូលទៅកន្លែងងងឹតស្ងាត់នោះទេគ្រប់ពេលដែលព្រះអង្គព្យាយាមចូលទៅក្នុងល្អាងតែងតែមានពស់ធំឬជាសត្វប្រចៀវដែលយាមផ្លូវនោះចេញមកគំរាមព្រះបាទកវណ្ណខកចិត្តរាប់លើកមិនអស់តែដោយសេចក្តីអស់សង្ឃឹមព្រះអង្គក៏បានហោះទៅកាន់មាត់ទន្លេមេគង្គដើម្បីសុំសេចក្តីណែនាំអំពីពស់នាគសារវ័នដែលជាពស់មានវ័យចំណាស់និងមានប្រាជ្ញាឆ្លៀសវៃជាងគេបំផុតនៅក្នុងនគរព្រៃហេមពាន្តពស់នាគសារវ័នបានមើលមុខស្ដេចក្អែកយ៉ាងយូរហើយក៏មានសម្ដីឡើងថាអោស្ដេចក្អែកអើយឈូកកែវមរកតមិនមែនជារបស់ដែលត្រូវយកដោយកម្លាំងឬល្បិចកលនោះទេចំណែកឯរោមរបស់ព្រះអង្គក៏មិនអាចប្រែក្លាយទៅដោយទឹកថ្នាំឬមន្តអាគមណាមួយបានដែរព្រះបាទកោធិរតទ្រង់ចង់ឃើញការប្រែប្រួលនៅក្នុងព្រះតីរបស់ព្រះអង្គ
ព្រះអង្គនឹករកឃើញផ្លូវគឺលុះត្រាតែព្រះអង្គប្រព្រឹត្តនៅអំពើល្អដោយគ្មានផលប្រយោជន៍តបស្នងរីឯស្ដេចក្អែកវណ្ណរាជាឈ្មោះថ្មីដែលបានជ្រើសរើសដោយស្ដេចក្អែកបានយល់នៅសេចក្តីទាំងនេះព្រះអង្គបានត្រឡប់ទៅនគរវិញហើយក៏ចាប់ផ្ដើមជីវិតថ្មីព្រះអង្គលែងប្រើអំណាចដើម្បីគៀបសង្កត់ទៀតហើយពេលសត្វទន្សាយតូចៗត្រូវគ្រោះរាំងស្ងួតព្រះអង្គក៏បាននាំក្អែកជាបរិវារអស់ទៅយកទឹកពីប្រភពឆ្ងាយមកចាក់នៅក្នុងត្រពាំងឲ្យពួកវាផឹកពេលឃើញមានខ្លែងធំហៀបនឹងចាប់កូនកំប្រុកតូចព្រះអង្គបានហោះទៅតិចក្បាលខ្លែងនោះឲ្យដាច់ចិត្តបោះបង់នៅបំណងអាក្រក់របស់វាព្រះអង្គក៏បានបង្រៀនសត្វក្អែកទាំងអស់ឲ្យចេះចែករំលែកចំណីអាហារហើយក៏ឈប់លួចចំណីរបស់សត្វដទៃទៀតពេលថ្ងៃកន្លងផុតទៅស្ដេចក្អែកលែងគិតពីការរៀបអភិសេកឬឈូកកែវទៀតហើយព្រះអង្គគិតតែពីការងារជួយសត្វដទៃភាពមានះក៏ត្រូវបានជំនួសដោយភាពមេត្តាករុណាថ្ងៃមួយព្រះបាទកវ័នបានហោះទៅដល់ត្រពាំងចាស់មួយកន្លែងហើយបានទាត់ឃើញការឈូកមួយតងតែរីកស្គុះស្គាយយ៉ាងស្រស់ស្អាតទោះបីជាវាមិនមែនជាឈូកកែវមរកតក៏ដោយការដែលព្រះអង្គងើយមើលខ្លួនឯងនៅក្នុងស្រះទឹកព្រះអង្គក៏ស្រឡាំងកាំងរោមខ្មៅងងឹតទាំងប៉ុន្មានរបស់ព្រះអង្គក៏បានប្រែទៅជាសភ្លឺរលោងហើយស្លាបរបស់ព្រះអង្គក៏មានពន្លឺចែងចាំងដូចពេជ្រពណ៌សក្អែកខ្មៅបានคล้ายទៅជាស្ដេចក្អែកសវាជាសែនកម្រដែលមានរស្មីនៃសេចក្តីដ៏ល្អព្រះបាទកវ័នទ្រង់មានព្រះទ័យរីករាយខ្លាំងណាស់ហើយបាននាំយកការឈូកធម្មតានោះទៅថ្វាយព្រះបាទកោធេរតដោយមិនបានយកឈូកកែវមរកតនោះទេព្រះអង្គមានព្រះបន្ទូលថាខ្ញុំម្ចាស់បានត្រឡប់មកវិញហើយខ្ញុំបានរកឃើញរតនៈដ៏ពិតប្រាកដគឺសេចក្តីមេត្តាក្នុងចិត្តដែលបានផ្លាស់ប្ដូររូបកាយនិងចិត្តរបស់ខ្ញុំចំណែកឯឈូកនេះដែលរីកដោយសារភាពស្មោះត្រង់របស់ខ្ញុំបើទោះជាព្រះអង្គមិនព្រមលើកបុត្រីឲ្យខ្ញុំម្ចាស់ក៏ដោយក៏ខ្ញុំម្ចាស់នៅតែរីករាយដែលបានក្លាយជាក្អែកសនេះដែរចំណែកឯព្រះបាទកោធេរតបានទាត់ឃើញរោមដ៏ភ្លឺផ្លេករបស់ស្ដេចក្អែកក៏ទ្រង់ញញឹមដោយពេញចិត្តតែពេលនោះព្រះនាងចន្ទ្រាក៏បានយាងចេញមកហើយមានព្រះបន្ទូលទៅកាន់ស្ដេចក្អែកថាអោព្រះបាទកវ័នអើយទ្រង់បានបំពេញនូវលក្ខខណ្ឌដ៏សំខាន់គឺការផ្លាស់ប្ដូរព្រះទ័យព្រះអង្គពិតជាមានភាពថ្លៃថ្នូរណាស់ប៉ុន្តែយើងជាតូចរស់នៅលើមែកឈើខ្ពស់ត្រដែតហើយព្រះអង្គជាក្អែកសរស់នៅក្នុងដែនអាកាសធម្មជាតិរបស់យើងខុសគ្នាធ្វើឲ្យយើងមិនអាចរស់នៅជាមួយគ្នាបានទេខ្ញុំគោរពព្រះអង្គជាសម្ព័ន្ធមិត្តដ៏ល្អរបស់នគរតូចតែខ្ញុំមិនអាចរួមរស់ជាគូស្វាមីភរិយាបានឡើយស្ដេចក្អែកសបានស្ដាប់ដោយភាពថ្លៃថ្នូរហើយក៏ទទួលយកការសម្រេចចិត្តរបស់ព្រះនាងចន្ទ្រាដោយគ្មានការមានះឬមានកំហឹងអ្វីបន្តិចឡើយព្រះអង្គលែងខឹងព្រោះព្រះទ័យបានប្រែប្រួល
ចាប់ពីថ្ងៃនោះមកស្ដេចក្អែកសបានក្លាយជាស្ដេចដ៏សុចរិតព្រះអង្គនិងព្រះនាងចន្ទ្រាបានក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំដែលតែងតែជួយគ្នារក្សានៅសន្តិភាពក្នុងព្រៃហេមពាន្តអស់កាលជានិរន្តរ៍គតិអប់រំការផ្លាស់ប្ដូរដ៏ពិតប្រាកដចាប់ផ្ដើមចេញពីក្នុងចិត្តហើយភាពថ្លៃថ្នូរគឺមានតម្លៃជាងការសម្រេចបាននៅបំណងប្រាថ្នាទៅទៀតរឿងពស់វែកលេបពេជ្រចិញ្ចៀនកាលពីព្រេងនាយមានស្រុកស្រែនៅជាយព្រៃជ្រៅក្រោមម្លប់ពិសិដ្ឋឈ្មោះភ្នំសមេរុភូមិដ៏សែនស្ងប់ស្ងាត់នេះដឹកនាំដោយអ្នកស្រែចម្ការចំណាស់ម្នាក់ឈ្មោះតាឥសីដែលត្រូវបានគេគោរពស្រឡាញ់ដោយសារគាត់មានគតិបណ្ឌិតនិងការយល់ដឹងពីធម្មជាតិយូរលង់ណាស់មកហើយអ្នកភូមិតែងតែនិទានតគ្នាអំពីវត្ថុស័ក្តិសិទ្ធិមួយគឺពេជ្រចន្ទ្រាពេជ្រនេះជាសម្បត្តិរបស់ព្រះនាងបុរាណមួយអង្គដែលបានបាត់បង់ទៅក្នុងព្រៃក្បែរប្រាសាទចាស់វាត្រូវបានគេជឿថាអាចការពារភូមិស្រុកពីគ្រោះមហន្តរាយនិងផ្ដល់នូវសេចក្តីសុខរុងរឿងអ្នកណាកាន់កាប់ពេជ្រនេះនឹងទទួលបាននូវភាពត្រជាក់ត្រជុំនិងអានុភាពដ៏ខ្លាំងក្លាប៉ុន្តែវាទាមទារនៅចិត្តបរិសុទ្ធដើម្បីប្រើប្រាស់វានៅឯជ្រលងភ្នំសមេរុមានពស់វែកដ៏ធំមួយក្បាលឈ្មោះកណ្ដាលដែលមានសម្បុរខ្មៅរលោងគួរឲ្យខ្លាចកណ្ដាលជាពស់វែកដែលមានចិត្តក្រអឺតក្រទមនិងលោភលន់ជាទីបំផុតវាដើររកស្វែងរកអានុភាពនិងទ្រព្យសម្បត្តិដើម្បីឲ្យខ្លួនឯងក្លាយជាស្ដេចក្នុងចំណោមសត្វទាំងពួងថ្ងៃមួយកណ្ដាលបានវាចូលទៅក្នុងប្រាសាទបុរាណមួយដែលមានសភាពបាក់បែកហើយបានប្រទះឃើញនៅប្រអប់ថ្មដ៏តូចមួយដែលមានពន្លឺចែងចាំងចេញមកនៅពេលដែលវាបានប្រើកម្លាំងបកបើកប្រអប់នោះវាបានឃើញពេជ្រមួយគ្រាប់ដែលមានទំហំប៉ុនផ្លែក្រូចហើយបញ្ចេញពន្លឺពណ៌ស្វាយលាយខៀវដូចជាពន្លឺនៃព្រះច័ន្ទពេញវង់អញ្ចឹងនេះហើយគឺជាពេជ្រចន្ទ្រាដែលអ្នកស្រុកតែងតែនិយាយតគ្នាដោយសារតែភាពលោភលន់និងការចង់បានអានុភាពកណ្ដាលបានលេបពេជ្រនោះចូលទៅក្នុងពោះរបស់វាភ្លាមគ្រាន់តែពេជ្រចូលទៅដល់ពោះកណ្ដាលវាមានអារម្មណ៍ថាអំណាចរាប់ពាន់បានហូរចូលក្នុងខ្លួនភ្លាមនោះស្រកាខ្មៅរបស់វាបានប្រែទៅជាស្រកាមាសហើយភ្នែករបស់វាបញ្ចេញពន្លឺរស្មីគួរឲ្យកោតខ្លាចកណ្ដាលបានក្លាយជាពស់វែកដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ចាប់តាំងពីពេលនោះមកកណ្ដាលតែងតែលូនចេញពីព្រៃមកសម្ដែងអានុភាពនៅក្បែរភូមិអ្នកភូមិទាំងអស់មានការផិតភ័យយ៉ាងខ្លាំងដោយសារតែពន្លឺចែងចាំងអំពីពោះរបស់ពស់វែកនោះគឺខ្លាំងជាងពន្លឺថ្ងៃទៅទៀតប៉ុន្មានខែក្រោយមកគ្រោះរាំងស្ងួតដ៏ធំមួយបានមកដល់ភូមិដ៏ស្ងប់ស្ងាត់នេះដំណាំងាប់អស់ទឹកទន្លេហួតហែងហើយអ្នកភូមិក៏ត្រូវរងទុក្ខវេទនាតាឥសីបាននឹកឃើញដល់រឿងព្រេងរបស់ពេជ្រចន្ទ្រាដែលត្រូវបានគេជឿថាអាចនាំមកនូវភ្លៀង
និងភាពត្រជាក់ត្រជុំបានតាឥសីបានដឹកនាំអ្នកភូមិដែលមានការផិតភ័យដែលចូលទៅកាន់ជ្រលងភ្នំដែលជាទីលំនៅរបស់ពស់វែកកណ្ដាលនៅពេលទៅដល់កណ្ដាលបានរាលើថ្មដ៏ធំមួយហើយពេជ្រនៅក្នុងពោះរបស់វាបានបញ្ចេញពន្លឺស្រទន់ប៉ុន្តែពោពេញទៅដោយឫទ្ធិអំណាចតាឥសីបានលុតជង្គង់ចុះហើយនិយាយដោយវាចាដ៏ទន់ភ្លន់ថាអោលោកកណ្ដាលដ៏មានឥទ្ធិពលអើយខ្ញុំដឹងថាអ្នកកំពុងកាន់កាប់វត្ថុស័ក្តិសិទ្ធិរបស់ដូនតាសូមមេត្តាអាណិតដល់ជីវិតអ្នកស្រែក្រីក្រទាំងឡាយគ្រោះរាំងស្ងួតកំពុងសម្លាប់ពួកយើងសូមអ្នកក្អែពេជ្រចន្ទ្រាននោះចេញមកវិញដើម្បីឲ្យយើងអាចធ្វើពិធីបួងសួងហើយសុំទឹកភ្លៀងបានចំណែកឯពស់វែកកណ្ដាលក៏បានងើយក្បាលខ្ពស់ហើយសើចចំអកក្អេងក្អាងថាហេតុអ្វីក៏អញត្រូវខ្វល់អំពីរឿងទឹកភ្លៀងរបស់ពួកឯងវត្ថុនេះអញរកបានដោយកម្លាំងខ្លួនអញវាស្ថិតនៅក្នុងពោះរបស់អញដូច្នេះវាជារបស់អញទាំងស្រុងហើយអ្វីដែលចូលក្នុងពោះរបស់អញវាសុទ្ធសឹងតែជារបស់អញហើយគ្មានអ្នកណាដែលមានសិទ្ធិមកចាត់ចែងវត្ថុនេះក្រៅពីអញទេរីឯតាឥសីក៏បានព្យាយាមពន្យល់ដោយអង្វរករថានៅលោកកណ្ដាលអើយពេជ្រនេះមិនមែនជារបស់សម្រាប់ប្រើដើម្បីបង្អួតអំណាចទេប៉ុន្តែវាជារបស់សម្រាប់ជួយមនុស្សភាពលោភលន់របស់លោកនឹងនាំមកនូវមហន្តរាយដល់ខ្លួនឯងនិងដល់អ្នកដទៃមិនខានពស់វែកកណ្ដាលមិនបានស្ដាប់ពាក្យទូន្មានរបស់តាឥសីបន្តិចណាសោះវាមានចិត្តរឹងរូសក្រអឺតក្រទមនិងប្រកាន់ភ្ជាប់នឹងភាពមានះបានរបស់ខ្លួនពស់កណ្ដាលវាបានទាំងស្រែកដាក់តាឥសីថាអញមិនក្អែវាចេញទេបើពួកឯងចង់បានពេជ្រនេះវិញចូលយកជីវិតអញទៅតែពួកឯងគឺគ្មានសមត្ថភាពឡើយទៅវិញទៅកុំមកបំបាក់ការសប្បាយរបស់អញពស់វែកកណ្ដាលបានវាកន្ទុយយ៉ាងខ្លាំងទៅលើដីបញ្ចេញនៅសំឡេងគំរាមដោយអស់សង្ឃឹមតាឥសីនិងអ្នកភូមិក៏បានវិលត្រឡប់មកភូមិវិញដោយទឹកមុខស្រងោស្រងាត់ហើយត្រៀមខ្លួនទទួលយកនៅជោគវាសនាដ៏អាក្រក់បំផុតដោយសារតែពស់វែកកណ្ដាលមានចិត្តលោភលន់និងមិនព្រមលះបង់នៅទ្រព្យសម្បត្តិដែលជាប្រយោជន៍រួមទើបទេវតាដែលរក្សាភ្នំសមេរុលោកមានការខឹងសម្បារយ៉ាងខ្លាំងពេលយប់នោះមានផ្គរលាន់បាញ់លាន់ឮពេញផ្ទៃមេឃមិនមែនជាភ្លៀងធម្មតាទេប៉ុន្តែជាពន្លឺដ៏ខ្លាំងក្លាបានបាញ់ចំទីតាំងរបស់ពស់វែកកណ្ដាលពន្លឺនោះបានដុតកម្ដៅពេជ្រចន្ទ្រាដែលនៅក្នុងពោះរបស់កណ្ដាលយ៉ាងខ្លាំងឯពស់កណ្ដាលបានលូនរាជុំវិញដោយការឈឺចាប់ពេជ្រចន្ទ្រាដែលធ្លាប់តែផ្ដល់នូវភាពត្រជាក់បានក្លាយជាខ្យូងភ្លើងដែលឆេះររៀលខាងក្នុងដោយមិនអាចទ្រាំបានពស់វែកកណ្ដាលបានក្អែពេជ្រនោះចេញមកក្រៅដោយការលំបាកបំផុតគ្រាន់តែពេជ្រចន្ទ្រាបានធ្លាក់ដល់ដីពន្លឺពណ៌ស្វាយគ្រាន់តែបានគល់បណ្ដប់តំបន់ទាំងមូលហើយភ្លាមភ្លៀងដ៏ជោគជាំ
ក៏បានហូរចុះមកយ៉ាងខ្លាំងជួយសង្គ្រោះភូមិស្រែពីគ្រោះរាំងស្ងួតចំណែកឯពស់វែកកណ្ដាលវិញវាបាត់បង់អានុភាពទាំងស្រុងស្រកាមាសរបស់វាបានប្រែទៅជាស្រកាពណ៌ត្នោតស្រអាប់ហើយវាក៏លែងមានកម្លាំងខ្លាំងដូចមុនទៀតដែរវាបានរត់គេចខ្លួនចូលទៅក្នុងរន្ធជ្រៅដោយភាពអាម៉ាស់វាបានបាត់បង់ទាំងកម្លាំងបាត់បង់ទាំងមោទនភាពហើយបានដឹងថាការកាន់កាប់ទ្រព្យសម្បត្តិដោយចិត្តលោភលន់មិនអាចផ្ដល់នូវសុភមង្គលពិតប្រាកដបានឡើយរីឯតាឥសីនិងពួកអ្នកភូមិបានរកឃើញពេជ្រចន្ទ្រាវិញហើយបាននាំយកទៅតម្កល់ទុកនៅប្រាសាទបុរាណដើម្បីការពារភូមិស្រុករីឯអ្នកភូមិរស់នៅដោយសេចក្តីសុខសាន្តហើយតែងតែរំលឹកពីដំណើររឿងរបស់ពស់វែកកណ្ដាលដើម្បីបង្រៀនកូនចៅថាភាពលោភលន់គឺជានិស្ស័យនាំមកនូវសេចក្តីវិនាស